ជំរាបសួរសួស្តីថ្ងៃនេះនិយាយអំពីសំណួរវោហារស័ព្ទខ្លះឬក៏ពាក្យដែលយើងប្រើខ្លះតាក់ទងជាមួយនឹងពាក្យពង POENT អាំងពងចុចមួយអញ្ចឹងបកប្រែថាបើមួយចំណុចឬមួយក៏ខណ្ឌជាភាសាខ្មែរសម្រាប់បញ្ចប់ clear មួយណាអញ្ចឹងអាំងពងនៅក្នុងសំណួរវោហារស័ព្ទថ្ងៃនេះក្នុងពាក្យដែលយើងត្រូវការប្រើវាមាន nom masculin ពង mort 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 donc អាំងពង mort បានន័យថាស្ថានភាពមួយអាំង blocage និយាយអំពីស្ថានភាពមួយរឿងរ៉ាវមួយហើយយើងប្រើថាបើ la situation est bloquée la situation n'avance pas អត់ទៅមុខទេ donc la situation est au point mort être au point mort នឹងមួយទៀតនិយាយអំពីចំណុចខ្លាំងនិងចំណុចខ្សោយជា nom masculin ដូចគ្នាdoncចំណុចខ្លាំង un point fort ចំណុចខ្សោយ un point faible donc point fort et point faible point de vue មានន័យពីរបើសិនជាយើងដើរគេហៅថាធ្វើ randonnée បានន័យថាដើរលេងតាមផ្លូវតំបន់មាត់ទឹកនៅក្នុងប៉ាក់នោះអីចឹងទៅកាលណាយើងឃើញប៉ាណូផ្លាកមួយដែលមានសញ្ញាដូចភ្នែកហើយមានរាងដូចពន្លឺណាបានន័យថានៅតំបន់ហ្នឹងដល់បន្តិចទៀតខាងមុខហ្នឹងគឺយើងអាចមើលឃើញទេសភាពច្បាស់ point de vue មួយទៀតទស្សនៈគំនិតការយល់ឃើញខ្ញុំអាចនិយាយថា je comprends ton point de vue ខ្ញុំយល់ពីទស្សនៈរបស់ឯង mais je ne suis pas d'accord avec toi ប៉ុន្តែខ្ញុំអត់យល់ព្រមមួយឯងទេខ្ញុំយល់ពីឯងចង់និយាយពីអីហ្នឹង donc comprends ton point de vue មួយទៀតនិយាយអំពី point bas សម្រាប់ប្រើនៅក្នុង oral មិនមែនសម្រាប់សរសេរទេ point bas បានន័យថាចប់ឈប់ជជែកគ្នាខ្ញុំសម្រាប់បែបហ្នឹងហើយឬក៏គាត់សម្រាប់បែបហ្នឹងអីចឹងទៅស៊ូវងច្រើនតែយើងជាអ្នកនិយាយដែលយើងនិយាយថា point bas ខ្ញុំឧទាហរណ៍មួយថាអ្នកគ្នាត្រូវធ្វើសកម្មភាពអីមួយចឹងទៅម្នាក់ទៀតគាត់ថា bon on va partir à cette heure-ci à cette heure-là ណាចេញដំណើរទៅពីម៉ោងប៉ុណ្នេះចេញដំណើរពីម៉ោងប៉ុណ្នេះខ្ញុំចាប់ផ្ដើមហើយនិយាយឡើងខ្ញុំថា c'est décidé demain matin on part à 5h du matin point bas បានន័យថាច្បាស់លាស់ហើយខ្ញុំអ្នកកំណត់ម៉ោង5ព្រឹកត្រូវតែចេញដំណើរគ្មានអីត្រូវទៅជែកគ្នាទៀតទេ point bas បានថា c'est décidé c'est terminé យើងអត់ត្រឡប់មកទៅជែកគ្នារឿងហ្នឹងទៀតទេនឹងមួយទៀតនៅក្នុងpunctuation សញ្ញាដែលយើងប្រើនៅក្នុងការប្រើប្រាស់ clear ប្រចាំថ្ងៃពងសញ្ញាខណ្ឌបាញ់មិញបញ្ចប់ clear ពង d'interrogation សញ្ញាសួរនិងពង d'exclamation ឧទានសញ្ញាណា donc នៅក្នុងមេរៀនចំណុចវីដេអូខ្លីថ្ងៃនេះគឺមានពងនឹងឯង